សូមជឿនរឿងអ្នកកាប់អុសនិងអ្នកកុំវិលជាមមានបរិសុទ្ធពីរនាក់នៅភូមិជាមួយគ្នាម្នាក់ជាអ្នកកុំវិលជាមនិងម្នាក់ទៀតជាអ្នកកាប់អុសជារៀងរាល់ថ្ងៃអ្នកកុំវិលជាមតែងតែយកជាមរបស់គាត់ទៅលេងនៅលើវាលស្មៅដើម្បីឲ្យវាស៊ីស្មៅចំណែកអ្នកកាប់អុសក៏តែងតែចូលព្រៃដើម្បីកាប់អុសយកមកលក់ផងដែរថ្ងៃមួយអ្នកទាំងពីរបានជួបគ្នានៅចុងព្រៃហើយក៏បាននិយាយគ្នាលេងពីនេះពីនោះដល់ផុតពីរឿងមួយចូលរឿងមួយទៀតរហូតដល់ប្រឡប់ទៅអ្នកទាំងពីរបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនជាលទ្ធផលប្រចាំថ្ងៃជាងរបស់អ្នកកំវិលជាមបានស៊ីស្មៅឆ្អែតរីឯអ្នកកាប់អុសគ្មានអុសសូម្បីមួយក្បាច់កំណត់អប់រំអ្នកអាចចំណាយពេលវេលាដូចគ្នាជាមួយអ្នកដទៃតែលទ្ធផលមិនអាចដូចគ្នានោះទេដូច្នេះអ្នកត្រូវពិចារណាឲ្យបានល្អិតល្អន់មុនពេលធ្វើអ្វីមួយសូមអរគុណសុខភាពល្អ